នៅពេលយើងសម្លឹងមើលផែនទីពិភពលោកក៏តៃវ៉ាន់ហាក់មើលទៅដូចជាតូចតាចក៏ប៉ុន្តែនៅក្នុងវិស័យភូមិសាស្ត្រនយោបាយវាគឺជាចំណុចកណ្ដាលនៃព្យុះវាគឺជាកន្លែងដែលមហាអំណាចនុយក្លេអ៊ែរពីរគឺសហរដ្ឋអាមេរិកនិងចិនកំពុងវាស់ស្ទង់ឥទ្ធិពលគ្នាទៅវិញទៅមកនេះមិនមែនគ្រាន់តែជាបញ្ហាផ្ទៃក្នុងរបស់ជនជាតិចិននោះទេក៏ប៉ុន្តែវាគឺជាវិញ្ញាសាដ៏សំខាន់សម្រាប់ស្ថិរភាពសកលលទ្ធិប្រជាធិបតេយ្យនិងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាដែលយើងប្រើប្រាស់ប្រចាំថ្ងៃប្រសិនបើមានការផ្ទុះអាវុធនៅទីនោះវានឹងក្លាយជាព្រឹត្តិការណ៍ដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រមនុស្សជាតិមិនចាញ់សង្គ្រាមលោកលើកទី2នោះឡើយជម្លោះនេះបានចាក់ឫសយ៉ាងជ្រៅតាំងពីឆ្នាំ1949នៅពេលដែលសង្គ្រាមស៊ីវិលចិនបានបញ្ចប់ទៅដោយការបែងចែកដីគោកនិងកោះតៃវ៉ាន់សម្រាប់ទីក្រុងប៉េកាំងការបង្រួបបង្រួមតៃវ៉ាន់គឺជាបេសកកម្មប្រវត្តិសាស្ត្រដើម្បីបញ្ចប់ភាពអាម៉ាស់នៃអតីតកាលក៏ប៉ុន្តែសម្រាប់តៃវ៉ាន់អស់រយៈពេលជាង70ឆ្នាំមកនេះពួកគេបានកសាងអត្តសញ្ញាណថ្មីមួយពីរបបផ្ដាច់ការយោធាតៃវ៉ាន់បានវិវត្តទៅជាលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកបំផុតមួយនៅអាស៊ីភាពខុសគ្នាដ៏ធំធេងរវាងប្រព័ន្ធគ្រប់គ្រងបែបកុម្មុយនីសនៅដីគោកនិងប្រព័ន្ធសេរីនិយមនៅតៃវ៉ាន់បានក្លាយជាជញ្ជាំងមនោគមវិជ្ជាដែលពិបាកនឹងរំលាយចូលគ្នាណាស់យុវជនតៃវ៉ាន់ចំនួនក្រោយភាគច្រើនចាត់ទុកខ្លួនឯងថាជាជនជាតិតៃវ៉ាន់ដែលមានវប្បធម៌និងតម្លៃសង្គមដាច់ដោយឡែកពីចិនដីគោកហេតុអ្វីបានជាតៃវ៉ាន់សំខាន់សម្រាប់យោធាអាមេរិកនិងចិនតៃវ៉ាន់គឺស្ថិតនៅចំកណ្ដាលនៃខ្សែសង្វាក់កោះទី1ដែលលាតសន្ធឹងពីជប៉ុនទៅកាន់ហ្វីលីពីនសម្រាប់ចិនការគ្រប់គ្រងតៃវ៉ាន់មានន័យថាពួកគេអាចបំបែកការឡោមព័ទ្ធរបស់អាមេរិកនិងការបញ្ជូនកងទ័ពជើងទឹកទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកដោយសេរីផ្ទុយទៅវិញសម្រាប់អាមេរិកតៃវ៉ាន់គឺជាបន្ទាយមិនអាចលេចបានដែលជួយការពារសម្ព័ន្ធមិត្តដូចជាជប៉ុននិងកូរ៉េខាងត្បូងក្នុងករណីមានសង្គ្រាមចិនអាចនឹងប្រើប្រាស់យុទ្ធសាស្ត្របិទគប់ដើម្បីកាត់ផ្តាច់ផ្លូវសមុទ្រនិងផ្លូវអាកាសរបស់តៃវ៉ាន់ខណៈដែលតៃវ៉ាន់កំពុងត្រៀមយុទ្ធសាស្ត្រកណ្ដុរប្រម៉ោយដែលបំពាក់អាវុធតូចៗមានប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើឲ្យការវាយលុករបស់ចិនមានតម្លៃថ្លៃពេកដែលមិនអាចទទួលយកបានចំណែកឯការប្រកួតប្រជែងអាវុធនិងបច្ចេកវិទ្យាយោធាបច្ចុប្បន្នចិនមានកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោកបើគិតតាមចំនួននាវាហើយពួកគេបានបង្កើនថវិកាយោធាយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំអាវុធដែលគួរខ្លាចបំផុតរបស់ចិនគឺមីស៊ីលប្រឆាំងនាវាដឹកយន្តហោះដែលរចនាឡើងដើម្បីទប់ស្កាត់មិនឲ្យអាមេរិកចូលមកជិតកោះតៃវ៉ាន់បានចំណែកអាមេរិកវិញបានឆ្លើយតបទៅដោយការដាក់លក់អាវុធទំនើបទៅឲ្យតៃវ៉ាន់រួមមានប្រព័ន្ធមីស៊ីលយន្តហោះដ្រូនស៊ើបការនិងការជួយបណ្ដុះបណ្ដាលកងទ័ពពិសេសតៃវ៉ាន់នេះគឺជាការរត់ប្រណាំងគ្រឿងសព្វាវុធដ៏គ្រោះថ្នាក់បំផុតមួយដែលអាចផ្ទុះឡើងគ្រប់ពេលដោយសារតែការយល់ច្រឡំឬឧបទ្ទវហេតុណាមួយនៅកណ្ដាលសមុទ្រតើហេតុអ្វីបានជាពិភពលោកទាំងមូលកំពុងជំពាក់គុណតៃវ៉ាន់តាមរយៈបន្ទះឈីបក្រុមហ៊ុន TSMC របស់តៃវ៉ាន់ផលិតបន្ទះឈីបទំនើបបំផុតដល់ទៅ 92% នៃតម្រូវការសកលបើគ្មានឈីបទាំងនេះទេផលិតកម្មរថយន្ត Smartphone កុំព្យូទ័រនិងសូម្បីតែឧបករណ៍វេជ្ជសាស្ត្រនឹងត្រូវគាំងអ្នកសេដ្ឋកិច្ចបានប៉ាន់ប្រមាណថាសង្គ្រាមនៅតៃវ៉ាន់អាចបង្កការខាតបង់សេដ្ឋកិច្ចដល់ពិភពលោកប្រហែលទៅដល់$10 trillionដែលស្មើនឹង 10% នៃ GDP សកលនេះគឺជាខែលការពារស៊ីលីកូនដែលធ្វើឲ្យចិនក៏ត្រូវគិតគូរខ្លាំងណាស់ដែរព្រោះសេដ្ឋកិច្ចចិនខ្លួនឯងក៏ពឹងផ្អែកលើបច្ចេកវិទ្យាពីតៃវ៉ាន់ដើម្បីដំណើរការរោងចក្ររបស់ខ្លួនប្រសិនបើចិនវាយតៃវ៉ាន់ចិនក៏នឹងធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរផងដែរមុននឹងមានសង្គ្រាមបាញ់បោះចិនបានប្រើប្រាស់យុទ្ធសាស្ត្រតំបន់ប្រផេះរួចទៅហើយនេះរួមបញ្ចូលទាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតការផ្សព្វផ្សាយព័ត៌មានคล้ายៗដើម្បីបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់តៃវ៉ាន់និងការបញ្ជូនយន្តហោះចម្បាំងឲ្យហោះចូលតំបន់ការពារអាកាសតៃវ៉ាន់ស្ទើររៀងរាល់ថ្ងៃដើម្បីធ្វើឲ្យកងទ័ពអាកាសតៃវ៉ាន់អស់កម្លាំងនិងចុះខ្សោយស្មារតីគោលដៅរបស់ទីក្រុងប៉េកាំងគឺចង់ឲ្យតៃវ៉ាន់ចុះចាញ់ដោយមិនចាំបាច់ច្បាំងក៏ប៉ុន្តែផ្ទុយទៅវិញសកម្មភាពទាំងនេះបែរជាធ្វើឲ្យបណ្ដាប្រទេសប្រជាធិបតេយ្យដទៃទៀតដូចជាអឺរ៉ុបអូស្ត្រាលីជប៉ុនក៏ចាប់ផ្ដើមងាកមកជួយគាំទ្រតៃវ៉ាន់យ៉ាងខ្លាំងឡើងជ
ចំនួនកោះតៃវ៉ាន់គឺជាបញ្ហាស្មុគស្មាញដែលគ្មានដំណោះស្រាយងាយស្រួលវាគឺជាការប្រកួតរវាងមហិច្ឆតានៃការបង្រួបបង្រួមនិងបំណងប្រាថ្នានៃសេរីភាពសម្រាប់ពិភពលោកសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់មិនមែនជាជំរើសនោះទេក៏ប៉ុន្តែវាគឺជាភាពចាំបាច់ខ្លាំងណាស់ការផ្ទុះអាវុធនៅតំបន់នោះនឹងមិនត្រឹមតែបំផ្លាញតំបន់អាស៊ីប៉ុណ្ណោះនោះទេក៏ប៉ុន្តែវានឹងធ្វើឲ្យមានការផ្លាស់ប្ដូរជីវភាពមនុស្សជាតិគ្រប់រូបយើងទាំងអស់គ្នាមានតួនាទីនៅក្នុងការតាមដាននិងជំរុញឲ្យមានកិច្ចសន្ទនាការទូតដើម្បីបញ្ជៀសគ្រោះមហន្តរាយដែលមនុស្សជាតិមិនអាចទទួលយកបាននៅក្នុងសតវត្សទី21នេះ